បងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើសម្លម្ជូរត្រីទាំងអស់គ្នាបងប្អូនហើយនេះគឺជាគ្រឿងផ្សំដែលយើងមានហើយថ្ងៃនេះយើងមានពងក្រងដែរបងប្អូនចាអញ្ចឹងបងប្អូនទៅតាមដានពីរបៀបធ្វើទាំងអស់គ្នាបងប្អូនឥឡូវយើងមកដាក់ម្លឹងគ្រឿងរបស់យើងបងប្អូនចាអញ្ចឹងយើងដាក់គុលខៃឲ្យស្រួតមុនយើងយកឈ្ងុយសិនណាបងប្អូនមកយើងដាក់ខ្ទឹមសខ្ទឹមក្រហមពេលយើងញ៉ាំគ្រឿងឈ្ងុយហើយយើងដាក់មកបងប្អូនពេលដែលយើងលីងគ្រឿងយើងឈ្ងុយហើយបងប្អូនអញ្ចឹងយើងលីងប្រហុកម្ដងបងប្អូនយើងលីងវាឲ្យឈ្ងុយអញ្ចឹងហើយចាំយើងដាក់សាច់ទាបងប្អូនប្រើភ្លើងតិចបានទេបងប្អូនដោយសារខ្លាចវាខ្លោចអញ្ចឹងយើងដាក់សាច់ទាចូលបងប្អូនមានជើងមាន់ដែរបងប្អូនដោយសារតែគេថែមឲ្យជើងមាន់ហ្នឹងអញ្ចឹងយើងលីងវាចូលគ្នាអញ្ចឹងបងប្អូនហើយបងប្អូនអាចថែមទឹកចូលក្នុងនឹងបន្តិចបងប្អូនដើម្បីកុំឲ្យវាគោកពេកតែវាចេញទឹកពីសាច់ទាខ្លះហើយយើងទុកវាឲ្យពុះសិនអូនឥឡូវយើងមកងាស់សាច់ទាយើងមកទុកដែរហើយអញ្ចឹងយើងដាក់បន្លែចូលបងប្អូនយើងដាក់គ្រាប់ស្រួយចូលដោយសារសាច់ទាយើងមកងាស់វាបន្តិចដើម្បីវាផុយបងប្អូនតែមិនផុយពេកក៏បានដែរយើងដាក់វាចឹងហើយយើងថែមទឹកទៀតទៅបងប្អូនសម្រាប់សម្លម្ជូរព្រៃទាឬក៏ម្ជូរក្រាក់ហ្នឹងបងប្អូនមិនដាក់ទឹកច្រើនពេកក៏បានដែរបងប្អូនដោយសារតែទឹកប៉ែកបានឆ្ងាញ់ណាបងប្អូនហើយយើងអត់ប្រើម្ជូរអំពិលឬក៏អីទេតែយើងប្រើស្លឹកម្កាក់ជាមួយនឹងពងក្រងបងប្អូនដោយសារវាមានជាតិជូរអីអញ្ចឹងយើងមិនថែមម្ជូរអីផ្សេងទៀតណាបងប្អូនចាអញ្ចឹងយើងគ្របវាសិនដើម្បីឲ្យបន្លែយើងផុយបន្តិចសិនហើយបានយើងដាក់ស្លឹកម្កាក់តាមក្រោយតើបងប្អូនឥឡូវយើងបន្ថែមគ្រឿងយើងចូលទៀតបងប្អូនអញ្ចឹងនេះខ្ញុំដាក់ទឹកដោះគោចូលលើកនេះយើងអត់ប្រើស្ករសទេបងប្អូនតែយើងប្រើទឹកដោះគោខាំចាបងប្អូនយើងដាក់ទឹកដោះគោហាក់ជាមួយវែកស្លោបងប្អូនទឹកក៏តំណងដែរបងប្អូននេះចាបន្ទាប់មកបងប្អូនយើងដាក់ពងក្រងចូលខ្ញុំប្រើយើងច្រើនដែរបងប្អូនពងក្រងនេះក្រងម៉ាក់នេះខ្ញុំផ្ញើពីខេត្តមកពីពេជ្រនៅមកបងប្អូនរកបានថ្មីគាត់ផ្ញើមកមានទឹកឃ្មុំមានអីចឹងណាបងប្អូនចាទឹកឃ្មុំព្រៃយើងហ្នឹងសុទ្ធមកបងប្អូនដោយសារតែនេះខ្ញុំចកាបងម៉ាក់ហ្នឹងគាត់នៅពេជ្រនៅបងប្អូនអញ្ចឹងតំបន់ភ្នំចាអញ្ចឹងវាមានពងក្រងមានទឹកឃ្មុំព្រៃមានអីចឹងបងប្អូនច្រើនចាតែជាធម្មជាតិហ្នឹងហើយបងប្អូនអញ្ចឹងយើងដាក់វាអញ្ចឹងសិនហើយយើងថែមទឹកទៀតអញ្ចឹងយើងថែមទឹកបែកអញ្ចឹងទៀតណាឲ្យវាមកពុះសិនចាតើបងប្អូនឥឡូវយើងមកថែមគ្រឿងបងប្អូនដោយសារយើងប្រើប្រហុកហើយអញ្ចឹងយើងអត់ប្រើអំបិលឬក៏ទឹកត្រីអីទៀតទេបងប្អូនអញ្ចឹងខ្ញុំថែមតែប៊ីចេងកន្លះស្លាបព្រាបងប្អូនហើយនឹងម្សៅរ៉ូឌីម្សៅស៊ុបយើងហ្នឹងបងប្អូនកន្លះស្លាបព្រាដែរបងប្អូនលក់តាមហ្នឹងណាបងប្អូនគ្រឿងត្រូវអីសម្រាប់បងប្អូនពេញចិត្តគ្រឿងត្រូវបែបណាបងប្អូនដាក់ថែមតាមហ្នឹងអញ្ចឹងឥឡូវយើងថែមស្លឹកម្កាក់ចូល អ
បងប្អូនដោយសារតែយើងប្រើជាមួយនឹងក្រងហើយខ្លាច់វាជូរខ្លាំងអញ្ចឹងយើងថែមស្លឹកម្កាក់តាល្មមបានហើយបងប្អូនហើយបើបងប្អូនចង់ជូរថែមទៀតបងប្អូនអាចដាក់ស្លឹកម្កាក់ច្រើនក៏បានដែរតែសម្រាប់ខ្ញុំខ្ញុំដាក់ប៉ុណ្ណឹងសិនចឹងយើងថែមទឹក1 កូនចានទៀតឃើញវាប៉ែបងប្អូនចឹងយើងទុកវាមកពុះសិនហើយចាំយើងមកភ្លក់ថែមថយគ្រឿងតាមនឹងទៀតបងប្អូនចាតើបងប្អូនចឹងយើងមកភ្លក់ម្ដងទៀតតើគ្រឿងរបស់យើងល្មមហើយណាល្មមហើយបងប្អូនជូរល្មមហើយរសជាតិក៏ល្មមដែរបងប្អូនសម្រាប់នាងខ្ញុំណាតែបើបងប្អូនខ្វះស្ទើអីបងប្អូនអាចថែមតាមនឹងបានអញ្ចឹងឥឡូវដល់វគ្គភ្លក់ទៀតហើយបងប្អូនចំណងដល់បងប្អូនកូនខ្ញុំខាងឈ្ងុយម៉ាក់ឃ្លានបាយឥឡូវយើងសម្រាប់ថាភ្លក់ឲ្យនឹងញ៉ាំមួយគ្នាហ្មងចេញតើបងប្អូនមកញ៉ាំបាយជុំគ្នាបងប្អូនចាបងប្អូនដាក់ទឹកត្រីម្ទេសឆ្ងាញ់ណាស់អរគុណបងប្អូនសម្រាប់ការតាមដានវីដេអូនេះខ្ញុំជួបគ្នានៅវីដេអូក្រោយទៀត